ជាប្រភេទចក្រានស៊ុបគុយទាវຂະຫນາດកន្លមុខពីទឹក2ដែលជាប្រភេទរៀបជាភ្លុះដោយសារតែញៀវគាត់សួររទៅខ្ញុំក៏តម្លើង2ឈុតសម្រាប់កន្លភ្លើងក្នុងមុខពីទឹក2ដែលរៀបជាភ្លុះញៀវគាត់សួររអញ្ចឹងទៅខ្ញុំក៏តម្លើងដាក់ក្នុងស្តុក2ឈុតនិង1ឈុតហើយនឹងអានេះ1ឈុតតែក៏បញ្ជាក់ថាប្រភេទឈុតនេះខ្ញុំអាចហូតកន្លមកក្រៅបានទេហូតចេញមកក្រៅដែរមិនចាំបាច់ទេបាទប្រភេទដង្ហាល2ហើយអញ្ចឹងខ្ញុំមាន2ឈុតបងដែលសួររកចង់បានអាចសួរនាំបានណាតម្លៃនេះដូចជាខ្ញុំដាក់តម្លៃទុនដែរទេអត់រឹងប៉ុន្មានទេបងណាព្រោះខ្ញុំយកតែលំមមកសំរុំដែលអាចរួចទីសងមួយជាងខ្ញុំបានដើម្បីឲ្យបងដែលគាត់យកទៅមានឱកាសក្នុងការយកទៅបង្កើតអាជីវកម្មមានរីកចម្រើនហើយនឹងចំណេញជាងមុនបញ្ជាក់ប្រភេទអស់នេះគឺជាចក្រានដុតប្រេងចាស់ហើយនេះជាប្រភេទស៊ុបគុយទាវដូចគ្នាតែគ្រាន់តែវាជាប្រភេទភ្លុះតែមួយទេសំទោសប្រភេទតែមួយមិនមែនជាភ្លុះទេអានេះបានភ្លុះអានេះមួយតែឯងអានេះវា2ភ្លុះដូចគ្នាតែវា2បាទអញ្ចឹងអានោះប្រភេទលក្ខណៈគ្រួសារតូចអានេះធុងសាំងដុតអស់ហើយអានេះប្រភេទជាប្រភេទដាក់ជាមួយនឹងផ្ទះថ្នោតដុតជាមួយនឹងប្រេងខ្មៅអញ្ចឹងសូមបញ្ជាក់មានទាំងຂະຫນາດដុតអស់មានតែຂະຫນາດដុតចក្រានប្រេងខ្មៅហើយនឹងប្រភេទលក្ខណៈជាភ្លុះប្រភេទជាអាជីវកម្មធំគឺខ្ញុំមានទាំងអស់ដោយនៅក្នុងជាក់ស្ដែងបងដែលត្រូវការកន្លមុខបណ្ណាក៏មានដែរតាមទំហំទាំងថាប៉ាសាំងមិនថាប្រភេទកន្លចល័តនេះគឺជាប្រភេទកន្លចល័តដែលរៀបមួយប៉ាសាំងឬក៏ជាប្រភេទតូលនេះបាទញាត់ទៅដាក់ក្នុងគុកឬក៏ប៉ាសាំងដែលមានស្រាប់ជាទូទៅកន្លនេះខ្ញុំលក់ដាច់ខ្លាំងអញ្ចឹងថ្ងៃនេះចេញមកបង្ហាញវីដេអូរបៀបឲ្យទាំងអស់នេះគឺប្រើប្រាស់ដោយដៃទាំងអស់បងទាំងអស់គ្នាប្រើដៃអត់មានប្រើជាងកលឹងអីទេដែកដែលមានគឺទាំងជុងអញ្ចឹងគឺសម្រាប់តម្លើងជូនទៅដល់បងដែលត្រូវការហើយសម្រាប់ផ្ទះក៏ខ្ញុំមានលក់ដែរចឹងបងដែលត្រូវការគឺសួរបានណាទីតាំងនេះស្ថិតនៅក្នុងទីតាំងផលិតនេះស្ថិតនៅក្នុងគីឡូម៉ែត្រលេខ46ផ្លូវជាតិលេខ3ខាងបងផ្សារត្រាំខ្នាសូមបញ្ជាក់បងទាំងអស់គ្នាដែលអាចអញ្ជើញមើលឬក៏មកតេស្តផ្ទាល់បានបន្ទាប់ពីទស្សនាវីដេអូនេះហើយកន្លទាំងជុងយកទៅផ្សារខ្លួនឯងក៏បានដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ទីតាំងផលិតនៅបកគោលេខ46ទីតាំងស្តុកនៅជិតផ្សារកបូលនៅផ្លូវជាតិលេខ4អញ្ចឹងបងដែលត្រូវការគឺអាចចូលមើលក្នុង page ទៅឃើញទីតាំងខ្ញុំតម្លាក់ឬក៏ឆាតតាម Telegram ខាងក្រោម profile ក៏បានឬ call តាមលេខសួរនាំក៏បានអញ្ចឹងអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំកន្លងមកអរគុណបាយបាយ